ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនធ្លាប់តែទិញទៅជ្រក់ទៅសក់ស្រូវទិញពីផ្សារស្រាប់កន្លែងខ្លះឆ្ងាញ់ប៉ះកន្លែងខ្លះទៅអត់ឆ្ងាញ់ហើយពេលខ្លះមានអារម្មណ៍ថានឹងទៅដាក់អីគេខ្លះចឹងណាអូខេចង់ឲ្យប្រកបចិត្តយើងធ្វើខ្លួនឯងចាគឺខ្ញុំមានទៅសក់ស្រូវចំនួន1គីឡូជាងទៅល្មមយើងញ៉ាំហើយរយៈពេលបានមួយអាទិត្យយ៉ាងយូរចឹងណាចាចឹងទៅខ្ញុំចិត្តជាកង់បែបហ្នឹងគ្រួសារខ្ញុំគាត់កំងចិត្តកង់បែបហ្នឹងចាងាយស្រួលញ៉ាំកាលមុនយើងចិត្តវែងណាចឹងទៅយើងចិត្តអញ្ចឹងមួយយ៉ាងដែរចឹងចាបន្ទាប់មកខ្ញុំប្រើជាស្ករអំពៅខ្ញុំមានស្ករត្នោតដែរម៉ែក្មេងផ្ញើពីខេត្ត5គីឡូតែឡើយប្រើអស់ហើយម៉ែចាខ្ញុំមានតែស្ករអំពៅយើងប្រើស្ករអំពៅទៅកូរឲ្យឡើងជើងក្រងបន្ទាប់មកគឺខ្ញុំប្រើទឹកអង្ករបងប្អូនចាទឹកអង្ករខ្ញុំយកទឹកទី2ទឹកទី1ក៏ខិចចាទឹកទី2ស្អាតចឹងប្រើទឹកអង្ករដើម្បីឲ្យសសក់ស្រូវយើងឆាប់ឡើងជូរបងប្អូនចាយើងកូរឲ្យឡើងបែកស្ករនឹងរលាយស្ករអស់ទៅចាខ្ញុំចាក់ទឹកត្រីចូលចំនួន2វែកចា2វែកបន្ទាប់មកខ្ញុំលួចប៊ីចេងមួយកូនស្លាបព្រាកាហ្វេហើយនិងអំបិលចំនួនមួយកូនស្លាបព្រាកាហ្វេដូចគ្នាចាបន្ទាប់មកយើងកូរឲ្យឡើងអស់ហើយទុកទឹកនឹងឲ្យឡើងពុះបងប្អូនចាចំណែកតែសក់យើងវិញគឺយើងធ្វើម៉េចលាងឲ្យស្អាតហើយយើងដាក់ទុកឲ្យស្ងួតទឹកបងប្អូនចាស្ងួតទឹកឲ្យអស់ទឹកហ្មងតែមានជាតិទឹកគឺជ្រក់យើងឡើងដុះផ្សិតហើយបងប្អូនគឺអត់ឆ្ងាញ់ទេគឺខូចហ្មងចឹងយើងដាក់ឲ្យស្ងួតទឹកហើយយើងចាក់ចូលក្នុងចានដែកចឹងមកយើងមានជាខ្ទឹមជាម្ទេសចឹងមកបងប្អូនហើយចំណែកទឹកគឺយើងចាក់ទឹកក្តៅបែបនេះចាក់ចូលចឹងទៅបងប្អូនពេលឆ្ងល់មកចាក់ទឹកក្តៅចូលក្តៅខ្លាច់ទៅសក់យើងឆ្អិនអត់ឆ្អិនទេបងប្អូនចាយើងកូរយើងយកទៅកូរឲ្យសព្វកូររហូតកូរតទៅត្រជាក់កូរតទៅទឹកនឹងឡើងត្រជាក់ហ្មងទុកត្រជាក់យើងច្រកចូលក្នុងកន្លចាទុកនៅក្រៅទូទឹកកកចោល2យប់2ថ្ងៃបន្ទាប់មកចាក់ទឹកនឹងចោលទុកយើងទឹកសក់យើងឲ្យស្រស់អាជាតិទឹកជ្រក់ហ្នឹងណាចាយើងមកធ្វើទឹកស្ករថ្មីបងប្អូនចាទឹកស្ករថ្មីយើងកូរស្ករឲ្យឡើងក្រងហើយខ្ញុំដាក់ទឹកក្តៅចូលចាទឹកក្តៅចូលល្មមហើយខ្ញុំចាក់ទឹកម្ទេសម្លៃចាក់ប្រើម្ទេសម្លៃដាក់ឲ្យឆ្អិនហើយបន្ទាប់មកខ្ញុំយកម្ទេសម្លៃហ្នឹងទៅកិនឲ្យម៉ត់ទៅដើម្បីយើងយកពណ៌ស្អាតណាបងប្អូនចាហើយចំណែកទឹកសក់យើងចាក់ចូលក្នុងចានដែកមកយើងមានជាខ្ទឹមសខ្ទឹមក្រហមមានម្ទេសគ្រួសារខ្ញុំគាត់កំងម្ទេសហ្នឹងម្ទេសពីរប្រភេទហ្នឹងដើម្បីឲ្យឆ្ងាញ់ចាបន្ទាប់មកយើងកូរច្បល់ចូលគ្នាទៅបងប្អូនចាយើងអាចញ៉ាំបានភ្លាមជាមួយសាច់អាំងជាមួយត្រីអាំងឆ្អឹងជំនីជ្រូកអាំងសាច់គោអាំងបាយផឹកឡើងគឺថាឆ្ងាញ់ហ្មងគឺទៅគ្រួសារខ្ញុំគាត់សរសើរថាឆ្ងាញ់ម៉េះសំខាន់ឲ្យតែគ្រួសារសរសើរថាឆ្ងាញ់បងប្អូនយើងធ្វើទៅมันខុសទេឲ្យតែអ្នកផ្ទះយើងសរសើរថាឆ្ងាញ់គឺខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំចូលខ្ញុំធ្វើទៀតតែចានិយាយលេងទេតានិយាយទៅយើងធ្វើទាំងយើងអស់លុយតិចហើយយើងបានអនាម័យបងប្អូនចាយើងធ្វើខ្លួនឯងយើងប្រកាសថាយើងស្អាតធ្វើទៅស្អាតសម្រាប់ខ្លួនយើងអញ្ចឹងណាចាសម្រាប់គ្រួសារយើងហើយខ្ញុំធ្វើតែមកល្មម